អនុញ្ញាតសូមគោរពជំរាបសួរបងប្អូនសម្រាប់ជនទាំងអស់ឲ្យទីគោរពបានបាទថ្ងៃនេះខ្ញុំមកចត្រាបានមកកាន់នៅទឹកដីខេត្តកំពង់ស្ពឺមកជួបអ៊ំស្រីដែលគាត់ត្រូវជាយាយរបស់ក្មួយប្រុសពិការបងប្អូនបាននេះគឺពិការអមែនតើបាទគាត់ស្រួលខ្លួនផងគាត់យំបាទគឺអាណិតគាត់មែនតើហ្នឹងហើយបាទគឺអាណិតណាស់ហើយថ្ងៃនេះយើងក៏បានចាត់ចែងបាទចេញជាស្បៀងអាហាររបស់បងប្អូនសមាជិកយើងបាទគឺតាមរយៈបងអូនស្រីបាទពេជ្រអូនលៀបបាទគឺតាមរយៈបងស្រីបាទពេជ្រអូនលៀបគាត់បានចូលរួមក្នុងការជួយដល់ក្មួយក្នុងការឲ្យខ្ញុំចាត់ចែងទិញជាស្បៀងអាហារនេះបាទអញ្ចឹងមានទឹកផ្លែឈើទឹកដោះគោបាទមីត្រីខហើយត្រូវមានអង្គមានស្បៀងអាហារទាំងអស់នេះបាទគឺបានមកពីបងអូនស្រីបាទបងស្រីបាទពេជ្រអូនលៀបដែលគាត់បានចូលរួមជួយទៅដល់គ្រួសាររបស់លោកយាយណាហ្នឹងហើយដែលគាត់តែគាត់នេះពិបាកមែនទែនអញ្ចឹងលោកយាយជូនពរសម្រាប់ជនយើងតិចទៅបាទឲ្យគាត់រកស៊ីមានបានបន្តិចចុះសូមជូនពរឲ្យបងអូនទាំងអស់បានមានថវិកាជាអង្គទឹកស្អីទឹកអ៊ូទឹកដោះគោនេះសូមឲ្យអូនមានសេចក្តីសុខសេចក្តីចម្រើនបានទឹកជួបនឹងសេចក្តីសុខលោកបាទមានបានបាទហ្នឹងហើយចាំជុំមុខបាទជុំអូនណាហ្នឹងហើយគាត់ចឹងឲ្យគាត់ណាជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនទាំងអស់ទាំងលោកគ្រូទាំងអស់ទាំងគ្នាបាទហ្នឹងហើយជុំមុខឲ្យលោកយាយជូនពរទៅដល់បងស្រីបាទពេជ្របាទអូនលៀបជូនពរបងឲ្យសុខសប្បាយសំណាងល្អមានសុខមង្គលជាពិសេសសូមឲ្យមុខជំនួយមកបងកាន់តែចម្រើនឡើងផងដែរគណៈពេលខ្ញុំមកចតារួមជាមួយបាទដូចជាអ៊ំស្រីបាទសូម